សួស្តីបងប្អូនទាំងអស់គ្នាថ្ងៃនេះផងដែរខ្ញុំមកថតបង្ហាញទុរេនផ្លែដាំដំបងបងប្អូនអានេះរយៈពេលដែលវាផ្លែហ្នឹងគឺ5ឆ្នាំបងប្អូនចំពោះទុរេនយើងដាំអត់រើសដីទេអ្នកខ្លះថារើសដីរើសអីហ្នឹងតាមពិតមិនមែនទេព្រោះអីមេងរបស់ខ្ញុំគាត់ដាំណាអត់រើសដីទេគាត់ថាឲ្យឡើងនោះពូជប្រកាត់ណាពូជប្រកាត់គេដាំល្អណាបងប្អូនដាំទឹកហូបទៅនេះមកដើមនេះគឺវាផ្លែឆ្នាំដំបូងមានន័យថាវាលូតលាស់មកហ្នឹងរយៈពេល5ឆ្នាំហើយផ្លែដំបូងរបស់វាហ្នឹងវារុះផ្ការុះអីហើយផ្លែបានប៉ុណ្ណឹងឯងអ្នកមកដើមច្រើនណាស់តាអ្នកផ្លែ4 10ផ្លែជាងដែរតានេះកាត់ដាំណានេះឯងនេះបងប្អូននេះកាត់ថតផ្ញើមកជូនខ្ញុំនេះឲ្យខ្ញុំយកមកធ្វើជាវីដេអូនេះបងប្អូននេះហើយថាផ្លែវាល្អមែនទេបងប្អូនណាក៏ធំដែរមើលដើមវាក៏ជាមិនធំឯណាដែរដូចជាធំដែរប៉ុន្តែ5ឆ្នាំខ្ញុំលើកគេថាខ្ញុំលើគាត់និយាយថាថែហ្នឹងជាមិនបបាក់អីណាទេស្តៀងតែយើងដាំស្វាយដែរគាត់ថាគាត់ទៅដាំហ្នឹងគឺគាត់ធ្វើពលករគេនៅប្រទេសថៃបងប្អូនគាត់ដាំនៅប្រទេសថៃគាត់ទៅនៅហ្នឹងដូចជា4 10ឆ្នាំហើយអញ្ចឹងទៅការដាំតរេនការអីរបស់គាត់ហ្នឹងគាត់ច្បាស់លាស់ក្នុងការដាំអញ្ចឹងណានេះឯងនេះឥឡូវតរេននៅគាត់បានថែបានអីហ្នឹងវាចេញជាលទ្ធផលហើយនេះគាត់ថាយើងអត់មានដីអីដាំដូចគេបងប្អូនបើមានដីច្រើនហាត់4 10ហាត់អីឬក៏4 5ហាត់អីអាចដាំសាកល្បងព្រោះអីគាត់ដាំมันជាថែអីណាប្រហែលទេគាត់ណាគាត់ថាស្មៅក្រោមដើមនេះចឹងធ្វើមិនឲ្យវាស្អាតហើយដាក់ទឹកវិលអីចឹងណាហើយដាក់ថ្នាំអីបាញ់ថ្នាំដាក់ជីគល់ដាក់អីចឹងណាมันជាបាញ់ថ្នាំបាញ់អីទេមីខ្ញុំនិយាយនេះឯងនេះគ្រាន់តែនិយាយតាមគាត់ទេប៉ុន្តែយើងដាំដឹងថាវាជួបបញ្ហាមិនខ្លះហើយអាស្រ័យលើដីលើអីមិនដឹងយ៉ាងណាយ៉ាងណីដែរណាព្រោះអីថាដីវាខុសគ្នាអញ្ចឹងអ្នកខ្លះថាដីក្រហមមិនដាំកើតមែនទេបងប្អូនខ្ញុំនិយាយពាក្យពិតនៅភូមិខ្ញុំណាគេដាំកើត4 10 20ដើមអ្នកខ្លះទៅបាន100ដើមគេដាំកើតខ្ញុំដឹងថាពាក្យចាមរាមគេនិយាយកុហកថាដាំមិនកើតមិនដឹងណាព្រោះអីតែយើងដាំកើតគ្រប់គ្នាវាថោកអីចឹងណាអញ្ចឹងទៅក៏អ្នកភូមិខ្ញុំហ្នឹងអត់ជឿថាដីហ្នឹងដាំមិនកើតដល់ពេលគាត់ដាំទៅនោះកើតបកកាត់មែនអាពេលគាត់ដាំណាគេសើចឥឡូវបានផលបកកាត់មែន